លោកត្រាំនឹងចុះហត្ថលេខាបញ្ជាឲ្យបិទក្រសួងអប់រំប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនឹងចុះហត្ថលេខាលើបទបញ្ជាឲ្យបិទក្រសួងអប់រំនៅអាមេរិកនៅថ្ងៃប្រហ័សទី20 ខែមីនានេះជាលើកដំបូងហើយដែលលោកត្រាំសម្រេចបិទក្រសួងកម្រិតខ្ពស់បែបនេះក្រោយពេលលោកនិងលោក Elon Musk បានព្យាយាមបិទទីភ្នាក់ងារផ្ដល់ជំនួយ USAID យោងតាមការបញ្ជារបស់សេតវិមានកាលពីថ្ងៃពុធបទបញ្ជានេះតម្រូវឲ្យរដ្ឋមន្ត្រីអប់រំដឹកនាំចាត់វិធានការចាំបាច់ទាំងអស់ដើម្បីជួយសម្រួលដល់ការបិទក្រសួងនេះនិងប្រគល់សិទ្ធិអំណាចអប់រំទាំងអស់ទៅក្រសួងការបរទេសព្រមទាំងធានានូវការផ្ដល់សេវាកម្មវិធីនិងផលប្រយោជន៍ផ្សេងៗទៀតដោយគ្មានការរាំងស្ទះលោកត្រាំធ្លាប់បានអំពាវនាវម្ដងហើយម្ដងទៀតឲ្យលុបចោលក្រសួងនេះដោយបានហៅក្រសួងនេះថាការងារកេងចំណេញដ៏ធំលោកបានស្នើឲ្យបិទក្រសួងនេះក្នុងអាណត្តិដំបូងរបស់លោករួចម្ដងហើយប៉ុន្តែសភាមិនបានធ្វើសកម្មភាពទេលោកស្រី Linda McMahon រដ្ឋមន្ត្រីក្រសួងអប់រំកាលពីថ្ងៃច័ន្ទបានការពារផែនការរបស់លោកត្រាំក្នុងការលុបចោលទីភ្នាក់ងារនេះប៉ុន្តែបានសន្យាថាការផ្ដល់មូលនិធិរបស់សាលាសហព័ន្ធដែលយល់ស្របដោយសភាក្នុងការបន្តជួយដល់សាលារៀននិងសិស្សដែលមានប្រាក់ចំណូលទាបបើតាមប្រភពដែលបានឲ្យដឹងពីបទបញ្ជានេះបានបញ្ជាក់ថាកម្ចីសម្រាប់សិស្សនិងសេវាកម្មសម្រាប់កុមារមានពិការភាពដែលកំណត់ក្នុងច្បាប់និងនៅតែបន្តអនុវត្តយ៉ាងណាក៏ដោយចំណាត់ការនេះត្រូវបានជំទាស់ដោយគណៈបកប្រជាធិបតេយ្យដែលបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃពុធស្វែងរកការរារាំងរដ្ឋបាលលោកត្រាំមិនឲ្យមានការរុះរើក្រសួងនិងបញ្ឈប់ការបណ្ដេញបុគ្គលិកជិតពាក់កណ្ដាលការបិទជាបន្ទាន់នេះអាចរំខានដល់ជំនួយរាប់សិបពាន់លានដុល្លារទៅលើការអប់រំកម្រិត K12 និងជំនួយសិក្សាសម្រាប់និស្សិតមហាវិទ្យាល័យក្រសួងអប់រំគ្រប់គ្រងទៅលើសាលារដ្ឋចំនួន 10,000 សាលានិងសាលាឯកជនចំនួន 34,000 សាលាប៉ុន្តែមូលនិធិជិង 58% ទទួលបានពីរដ្ឋរៀងៗខ្លួននិងពីរដ្ឋាភិបាលមូលដ្ឋានក្រសួងនេះគ្រប់គ្រងទៅលើកម្ចីរបស់សិស្សអាមេរិកកាំងដែលគ្មានលទ្ធភាពបង់ថ្លៃសាលាពេញដែលមានទឹកប្រាក់ 1.6 ត្រីលៀន